នេះសេនម៉ៅចាប់ជើងរបស់គុណសំណាងលោកកញ្ញាកដាខាត់គាត់មកជើងស្ដាំទៅលើកញ្ចឹងករបស់សេនម៉ៅចាប់កាច់ផ្ដួលហើយក៏ដួលទាំងពីរគាត់កាប់ចានអស់ចាមែនទែនសំណាងតែអ្នកទាំងពីរក៏បាច់ល្អមែនទែនសំណាងរៀងអោនតិចធាក់ចំមុខសេនម៉ៅលូតធាក់មកជើងស្ដាំដល់មិញនេះល្អមែនទែនជង្គង់ទៅមកខ្ទាស់ជើងក្រោមពីសំណាងឥឡូវនេះអូយកែបករបស់សេនម៉ៅស្ទើរតែមើលមិនតាន់ចូលទៀតហើយសេនម៉ៅសំណាងតាំងឃុំឡើងចិត្តបាទគាត់ថាខ្លាចអាណប់ដៃរបស់សេនម៉ៅដែរខ្ទាស់ជើងក្រោមហើយសេនម៉ៅក៏ដួលបង្ហាញអាការៈចុកចាប់តែយ៉ាងមិនចេះសេនម៉ៅអូយចាំមើលតាសេនម៉ៅអត់អីទេបាទមើលទៅចំកន្លែងហាមឃាត់ទេមិនដឹងបាទចំកន្លែងហាមឃាត់ដូច្នេះលោកកញ្ញាកណ្ដាលឲ្យសេនម៉ៅស្រួលបន្តិចចាក់តកកចូលដើម្បីឲ្យស្ពឹកនេះរូបភាពបញ្ជាក់សាច់ច្បាច់អូយមួយជើងខ្ទាស់ហើយក៏ដួលសេនម៉ៅបាទអត់អីទេសេនម៉ៅអត់អីទេអាចបន្តការប្រកួតទៀតបានបាទផ្លាត់ទេអត់មានបំណងទេគាត់មួយជើងស្ដាំពីសំណាងឆ្វេងស្ដាំទៅលើមុខសំណាងចាប់សំណាងពីសេនម៉ៅជង្គង់សំណាងលោកកញ្ញាកណ្ដាលចាប់ញែកវាយជាបន្តគាត់មកជើងឆ្វេងគាត់មកជើងស្ដាំរ៉ូវែតែអត់ទេដួលលោកកញ្ញាកណ្ដាលទៅខាត់សំណាងដើរចូលអូយម្ដាយឆ្វេងទៅលើមុខសំណាងអូជង្គង់ពីសំណាងសងវិញដែរសេនម៉ៅតែទី2នេះអ្នកទាំងពីរចេញក្បាច់ល្អមែនតើគឺពិសេសតែម្ដងលោកកញ្ញាកណ្ដាលចាប់ទាញតាន់កុំឲ្យធ្លាក់ទៅខាងក្រោមហើយសេនម៉ៅដើរចូលទាត់មកជើងស្ដាំពីសំណាងកាប់ចាន់មកជើងស្ដាំទៀតហើយក៏ដួលខ្លួនឯងសំណាងដើរចូលបើកឃុំសំណាងបង្ហាញអាការៈឌឺទាត់មកជើងថែមមកកែឆ្វេងកែស្ដាំមកកែទៀតកែឆ្វេងកែសងវិញដែរលោកឡុងសាឡវ៉ាន់ថាឲ្យស្ដាប់លោកផងសេនម៉ៅជាជើងចោលទេអត់ទាត់ទេសេនម៉ៅដើរចូលទាត់ស្ដាំពីសំណាងចាប់ជើងសំណាងជាប់ទាត់មកជើងស្ដាំទាត់ឆ្វេងគង់ពីសំណាងលោកឡុងសាឡវ៉ាន់គូអ្នកទាំងពីរហើយក៏ចាប់បំបែកចប់ទឹកទី2បោះសម្លាញ់នេះ